បាទជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំបាទគ្រូឧសបរានជ័យទឹកសំចៃរំលែករុក្ខជាតិមួយទៀតឲ្យបងប្អូនណារុក្ខជាតិនេះឈ្មោះថាពុកមាត់ឆ្មាជ្រុងបងប្អូនហើយពាក់ព័ន្ធនឹងឧសបរានខ្មែរយើងវាកបជាជំងឺច្រើនមុខដូចជាផ្ដាសាយលលាកកម្រងនោមហើយនឹងលាកផ្លូវនោមដូចជាសម្អាតឈាមលាងថ្លើមជាដើមបងប្អូនហើយដើម្បីកុំឲ្យខាតពេលវេលាយូរសូមបងប្អូនទៅទស្សនាវីដេអូរបស់ខ្ញុំបាទថាតើមានប្រយោជន៍អ្វីខ្លះសម្រាប់សុខភាពបងប្អូនហើយដូច្នេះបងប្អូនសូមអញ្ជើញទៅតាមដានក្នុងវីដេអូរបស់ខ្ញុំបាទដូចតទៅសូមអញ្ជើញបងប្អូនបាទបងប្អូនណាថ្ងៃនេះខ្ញុំបាទគ្រូឱសថបុរាណជ័យទឹកសូមចែករំលែករុក្ខជាតិទៀតមួយទៀតឲ្យបងប្អូនរុក្ខជាតិនេះប្រភេទតិនជាតិបងប្អូនហើយជាដំបូងខ្ញុំប្រាប់អំពីលក្ខណៈសម្គាល់របស់វាសិនបងប្អូនណាកុំឲ្យបងប្អូនច្រឡំយកទៅបេះទៅសំធ្វើជាថ្នាំដើម្បីព្យាបាលរោគទៅវាមិនច្បាស់លាស់វាច្រឡំអញ្ចឹងរុក្ខជាតិនេះបងប្អូនមើលឃើញស្រាប់ហើយស្លឹកវារាងរំពេងហើយឆែកវាហើយស្លឹកហ្នឹងបងប្អូនណាលក្ខណៈទល់តងហើយនេះជាផ្កាវាសហ្នឹងបងប្អូនណាផ្កានេះនៅខ្ញុំកាន់ហ្នឹងជាផ្ការបស់ពុកមាត់ស្មាជ្រុងមានន័យថាបើសិនយើងយកទៅប្រើប្រាស់បងប្អូនសៀបមើលច្បាស់មើលពិនិត្យមើលច្បាស់ដូចក្នុងវីដេអូហ្នឹងទៅជាលក្ខណៈស្មៅពុកមាត់ស្មាជ្រុងហើយពាក់ព័ន្ធនឹងឱសថបុរាណខ្មែរយើងវាមានប្រយោជន៍ទៅដល់កបនឹងជំងឺសន្លាក់ហើយខ្លាញ់អាក្រក់នៅក្នុងខ្លួនចង់និយាយថាបងប្អូនចុកចាប់នៅក្នុងខ្លួនដោយពិនិត្យមើលទៅមានជំងឺសន្លាក់បងប្អូនយកទៅប្រើប្រាស់ហើយនឹងខ្លាញ់អាក្រក់មានន័យថាខ្លាញ់លើសខ្លាញ់មានជាតិពុលអញ្ចឹងបងប្អូនយកទៅប្រើប្រាស់ហើយបងប្អូនហាលឲ្យស្ងួតដាក់ខ្យល់លហើយបងប្អូននៅក្នុងប្រភេទស្មាវជាប្រភេទតិនជាតិអញ្ចឹងបងប្អូនកុំយកហាលថ្ងៃក្តៅវាអត់សូវមានគុណភាពយកទៅព្យាបាលជំងឺទៅអត់សូវផ្កាយមានន័យថាអញ្ចឹងបងប្អូនហើយខ្លាញ់អាក្រក់ខ្លាញ់ជួងកាលណាទៅខ្លាញ់សល់យើងហៅខ្លាញ់អាក្រក់គាត់ខ្លាញ់សល់មិនមែនខ្លាញ់អាក្រក់ទេគាត់វាសល់វាសារពាង្គកាយយើងខ្លាញ់វាច្រើនវាសល់ចេញមកក្រៅពោអាខ្លាញ់អាក្រក់មានន័យថាខ្លាញ់វាសម្បូរទៅដោយមេរោគហើយយើងយកទៅប្រើប្រាស់នៅរុក្ខជាតិពុកមាត់ស្មាជ្រុងនេះហើយបងប្អូនយកទៅប្រើប្រាស់ទៅក៏ប្រសើរដែរបងប្អូនដាក់កម្រិតវាបងប្អូន5ទៅ10ក្រាមតែប៉ុណ្ណោះទេយកទៅពិសាទទួលទានដល់បងប្អូនស្ងួតទៅយកទៅប្រើប្រាស់វាល្អជាងទៅទឹកបងប្អូនណាយកទៅប្រើប្រាស់ដាក់ដូចខ្ញុំនិយាយខាងលើអញ្ចឹងយកទៅប្រើប្រាស់ទៅវាពូកែហើយនឹងមួយទៀតបងប្អូនណាមួយទៀតដូចជារលាកផ្លូវនោមហើយជំងឺផ្ដាសាយទឹកនោមផ្អែមបងប្អូនលោកគ្រូលើកមក3 4ចំណុចតែរលាកផ្លូវនោមបងប្អូនក៏ដាក់ប៉ុណ្ណឹងដែរដាក់ដូចខ្ញុំនិយាយខាងលើណាបងប្អូនពី5ទៅ10ក្រាមដែរហើយផ្ដាសាយក៏ដាក់ប៉ុណ្ណឹងទឹកនោមផ្អែមក៏ដាក់ប៉ុណ្ណឹងដែរបងប្អូនហាលឲ្យស្ងួតដូចខ្ញុំនិយាយខាងលើទៅបងប្អូនយកទៅភាសាទទួលទានទៅវាធ្វើឲ្យព្យាបាលជំងឺរបស់បងប្អូនហើយចង់និយាយអញ្ចឹងណាបងប្អូនហើយបងប្អូនយកទៅពិសាទទួលទានទៅជាឱសថពូកែណាបងប្អូនឲ្យតែយើងចេះដាក់ចេះលាយចេះដាំឲ្យមានកម្រិតវាបងប្អូនណាតែដាក់ច្រើនពេកឱសថបុរាណយើងវាអត់ណែទទួលសុខភាពយើងអត់ទទួលទេលើសនឹងហើយបើខ្វះវាមិនដល់កម្រិតវាក៏វាអត់ជាដែរតែយើងចេះដាក់ចេះលាយទៅវាជាបងប្អូនហើយបើវាតិចវាអត់ដល់ដុសចង់និយាយចឹងហើយនឹង2បងប្អូនទី3បងប្អូនណាវាធ្វើឲ្យអាកបនឹងជំងឺសម្រួលដង្ហើមយើងល្អហើយនឹងជួយសម្អាតឈាមដាញ់ជាតិពុលនៅក្នុងថ្លើមមុខងាររបស់វាបងប្អូនមុខវាច្រើនណាបងប្អូនណាប៉ុន្តែលោកគ្រូលើក3 4 5 6មុខមកឲ្យបងប្អូនចាំទៅយកទៅព្យាបាលហើយជួយសម្ពាធឈាមលាងពុលក្នុងថ្លើមជាតិថ្លើមយើងពុលបងប្អូនក៏ដាក់ប៉ុណ្្នឹងដែរដាក់ពី5ក្រាមទៅ10ក្រាមហើយបងប្អូនបុកកិនវាឲ្យម៉ត់អាកន្លែងហ្នឹងណាបងប្អូនលាងសម្ពាធជាឈាមហើយលាងជាតិពុលក្នុងថ្លើមហើយនឹងកម្រិតគ្រោះក្នុងប្រមាត់បងប្អូនយកទៅកិនវាកន្លែងហ្នឹងយកទៅកិនវាទៅហើយឆុងទឹកក្តៅបងប្អូនណាជារយៈពេលខ្លីតែប៉ុណ្ណោះតែបងប្អូនចេះដាក់ចេះលាយចេះដាំអញ្ចឹងណាបងប្អូនដូចខ្ញុំនិយាយខាងលើអញ្ចឹង
ឆុងទឹកក្តៅហូបពិសាទទួលទានទៅក្នុងមួយថ្ងៃបងប្អូនហូបម្ដងពីរដងអញ្ចឹងទៅវាជាសះស្បើយពីជំងឺពុលថ្លើមហើយនឹងវាសម្អាតឈាមហើយនឹងគ្រោះក្នុងប្រមាត់ហើយបងប្អូនណាហើយយើងផ្សារទទួលទានទៅជោគជ័យហើយបងប្អូនប្រកែណាឆ្នាំហ្នឹងហើយធម្មតាទេបងប្អូនណាឆ្នាំខ្លះឱសថបុរាណខ្មែរយើងកាលណាយើងប្រើទៅមានខ្លះគេតមឆ្នាំរុក្ខជាតិខ្លះគេអត់តមទេហើយអញ្ចឹងឆ្នាំនេះបងប្អូនគេតមគេហាមនឹងមនុស្សយើងដែលខ្សោយបេះដូងគេមិនអោយប្រើទេតែប្រើទៅកាំងបេះដូងបងប្អូនកាំងស្ញែងហ្នឹងស្លាប់តែកាំងបេះដូងមិនស្លាប់ហើយមនុស្សយើងបងប្អូនណាហើយនៅជាចុងក្រោយនេះសូមបងប្អូនចុច like ចុច subscribe ឲ្យលោកគ្រូបានម្នាក់មួយផងបងប្អូនហើយបងប្អូនចុចទៅថ្ងៃក្រោយបងប្អូនបានមើលមុនគេទៀតចង់និយាយចឹងណាបងប្អូនហើយនៅជាចុងក្រោយនេះលោកគ្រូគ្មានអ្វីចងដៃបងប្អូនទេមានតែធម្មទានធ្វើធម្មទានឆ្នាំហ្នឹងណាបងប្អូនដើម្បីឲ្យបងប្អូនយកទៅប្រើនឹងកប់ជំងឺប្រសើរឡើងទៅជាបាលជាទៅបានបុណ្យបានផលដូចគ្នាដែរចង់និយាយចឹងហើយនៅជាចុងក្រោយនេះសូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅបំផុតដែលបងប្អូនបានចូលមើលនៅក្នុងវីដេអូនេះដើម្បីសុខភាពទាំងអស់គ្នាហើយសូមជូនពរបងប្អូនសូមឲ្យបងប្អូនជួបនៅសុភមង្គលក្នុងក្រុមគ្រួសារម្យ៉ាងទៀតសូមឲ្យពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាតឡើយខណៈពេលនេះខ្ញុំបាទគ្រូឱសថបារាណជ័យទឹកសូមគោរពសូមជម្រាបលា